ជំរាបសួរសួស្តីពុកម៉ែមីបងប្អូនជាទីគោរពចាថ្ងៃនេះខ្ញុំបានណែនាំជាមួយនឹងផលិតផលឱសថជួយដំណោះស្រាយបញ្ហាភ្នែកដុកកន្ទុយថ្លែនភ្នែកស្ងួតភ្នែកឡើងបាយភ្នែកមញោបចុកខ្សោយរលាកបាតភ្នែកទឹកដក់ក្នុងភ្នែកឱសថជាប្រភេទប្រអប់អញ្ចេះហើយខាងក្នុងជាប្រភេទគ្រាប់ងាយស្រួលនៅក្នុងការប្រើប្រាស់ចាយើងគ្រាន់តែលេបតែប៉ុណ្ណោះសម្រាប់បញ្ហាភ្នែកស្ងួតចាប្រើប្រាស់តែ D contact នេះក៏ជួយដំណោះស្រាយបញ្ហាភ្នែកស្ងួតឲ្យប្រែមកជាមានសំណើមចាមើលឃើញច្បាស់ស្រឡះល្អវិញដែរហើយសម្រាប់អ្នកដែលគាត់ភ្នែកស្ងួតខ្លាំងគាត់ឡើងសរសៃក្រហមចាគាត់គួរតែប្រើប្រាស់ជាមួយនឹងផលិតផល Vivo ហើយនឹង D contact ពីរនេះគឺឯកទេសទៅលើជួយភ្នែកស្ងួតភ្នែកឡើងសរសៃក្រហមចាហើយបើសិនជាបងប្អូនមានបញ្ហាភ្នែកដុកកន្ទុយថ្លែនមិនថាកន្ទុយថ្លែនដុះនៅក្នុងកម្រិតស្រាលកម្រិតមធ្យមឬក៏កម្រិតក្រាស់ទេចាឱសថរបស់យើងគឺមានគុណសម្បត្តិចូលទៅជួយចារំលាយជំរះសាច់ខ្លាញ់កន្ទុយថ្លែនឲ្យរលាយជ្រះស្អាតចេញពីភ្នែករបស់យើងម្ដងបន្តិចចាហើយការប្រើប្រាស់ចាប់ផ្ដើមដឹងពីប្រសិទ្ធភាពចន្លោះចាប់5ថ្ងៃទៅ1សប្ដាហ៍ខ្ញុំនឹងបង្ហាញជាមួយនឹងអតិថិជនដែលគាត់បានប្រើប្រាស់ទើបតែរយៈពេល20ថ្ងៃទេភ្នែករបស់គាត់រលាយជ្រះនៅសាច់ខ្លាញ់កន្ទុយថ្លែនឡើងជិត 100% ឯបងប្អូនចាអញ្ចឹងពុកម៉ែបងប្អូនមានបញ្ហាភ្នែកកន្ទុយថ្លែនចាអាចអញ្ជើញយកទៅប្រសាបានចាយើងដាក់ទៅតាមស្ថានភាពជូនចាកម្រិតស្រាលកម្រិតមធ្យមនិងកម្រិតធ្ងន់យើងរៀបចំឲ្យចាឲ្យសមស្របជាមួយនឹងបញ្ហាភ្នែកខាងពុកម៉ែបងប្អូនហើយមួយទៀតសម្រាប់អ្នកដែលគាត់មានបញ្ហាភ្នែកចាព្រិលភ្នែកស្វាំងភ្នែកស្វាំងបែកផ្សែងស្វាំងដូចចុះអាប់ដូចពពកបាំងចឹងអាហ្នឹងគឺជាសញ្ញាភ្នែកឡើងបាយគឺជាការស្រអាប់នៅកញ្ចក់ភ្នែកចាចឹងបើសិនជាពុកម៉ែមីបងប្អូនកំពុងតែជួបប្រទះបញ្ហាព្រិលភ្នែកស្វាំងភ្នែកស្វាំងបែកផ្សែងចាដូចចុះអាប់ដូចពពកបាំងចាញ់ពលឺខ្លាំងចាពិបាកនៅក្នុងការមើលឃើញចាពុកម៉ែបងប្អូនអាចតំណងមកខាងយើងចាដើម្បីចាសាកសួរព័ត៌មានលម្អិតចាជ្រើសរើសយកទៅប្រើប្រាស់ឲ្យបានទាន់ពេលវេលាផលិតផលរបស់យើងគឺជាផលិតផលប្រភេទគ្រាប់សម្រាប់លេបចាมันមានការឈឺចាប់มันមានផលរំខានដល់សុខភាពចាហើយការប្រើប្រាស់ឃើញផលប្រែប្រួលចន្លោះពី5ទៅ7ថ្ងៃផលលឿនដែរពុកម៉ែបងប្អូនចាអាចតាក់ទងមកសាកសួរព័ត៌មានបន្ថែមបានដើម្បីជ្រើសរើសយកទៅប្រើប្រាស់ឲ្យបានទាន់ពេលចាជាងខ្ញុំមានសេវាកម្មផ្ញើជូនដល់គេហដ្ឋានឲ្យផងដែរអញ្ចឹងពុកម៉ែមីបងប្អូនចាដែលមានបញ្ហាភ្នែកកន្ទុយថ្លែនភ្នែកកន្ទុយថ្លែនឃើញជាក់ស្ដែងគឺគេប្រើចារលាយជ្រះស្អាត 100% ហើយសម្រាប់បញ្ហាភ្នែកឡើងបាយក៏មានអតិជនជាច្រើនដែលគាត់ប្រើប្រាស់ផលិតផលខាងយើងទៅជួយជំរះភាពស្រអាប់ជំរះបាយភ្នែកឲ្យមកភ្នែកភ្លឺថ្លាស្ដារភ្នែកធម្មជាតិយកមកប្រើប្រាស់ប៉ុន្តែភ្នែកឡើងបាយគឺយើងមើលទៅលើភាពជាក់ស្ដែងចាទៅតាមស្ថានភាពចាស្ថានភាពភ្នែកខ្លះគាត់ទុកយូរខ្លាំងពេកគឺថ្នាំក៏វាជួយបាននៅក្នុងកម្រិតមួយចាអញ្ចឹងពុកម៉ែបងប្អូនចង់ដឹងព័ត៌មានលម្អិតបន្ថែមអាចតាក់ទងមកខាងយើងបានចាអរគុណ